ភាសាខ្មែរពិតជាអស្ចារ្យខ្លាំងណាស់វាគឺជាផុសតាងមិនអាចប្រកែកបានគេហាក់ទំព័របរទេស Britannica បានចុះផ្សាយអត្ថបទមួយដែលទើបតែធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី15 ខែមីនាឆ្នាំ2024នេះថាភាសាខ្មែរពិតជាធ្លាប់ល្បីខ្ទោះគ្នាយ៉ាងខ្លាំងរហូតត្រូវបានខ្ចីយកទៅប្រើមួយចំនួនធំដោយប្រទេសជិតខាងមួយចំនួនទៀតផង Britannica ដែលជាគេហាក់ទំព័រចងក្រងសព្វវចអធិប្បាយវ័យចំណាក់បំផុតនៅលើពិភពលោកដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1768នៃចក្រភពអង់គ្លេសហើយបច្ចុប្បន្នមានទីស្នាក់ការធំនៅទីក្រុង Chicago សហរដ្ឋអាមេរិកនោះបានចុះផ្សាយលម្អិតបែបនេះថាភាសាខ្មែរឬភាសាខ្មែរមុនត្រូវបាននិយាយនិងប្រើប្រាស់ជាផ្លូវការដោយប្រជាជនកម្ពុជានិងត្រូវបាននិយាយដោយប្រជាជនប្រហែលជា1.3 លាននាក់នៅភាគអាគ្នេយ៍នៃប្រទេសថៃនិងដោយប្រជាជនជាង1 លាននាក់នៅភាគខាងត្បូងប្រទេសវៀតណាមផងដែរភាសានេះត្រូវបានសរសេរតាំងពីដើមសតវត្សទី7ដោយប្រើអក្សរដែលមានដើមកំណត់ដើមនៅឥណ្ឌាខាងត្បូងភាសាដែលប្រើក្នុងអាណាចក្រខ្មែរបុរាណនៅរាជធានីអង្គរគឺខ្មែរចាស់ដែលបុព្វបុរសផ្ទាល់របស់ខ្មែរសម័យទំនើបសិលាចារឹកដ៏មហិមាជាច្រើនរយទាំងត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជាវៀតណាមខាងត្បូងនិងផ្នែកខ្លះនៃប្រទេសថៃហើយវាមានអាយុកាលតាំងពីសតវត្សទី7មកដល់សតវត្សទី15ដែលបញ្ជាក់ឲ្យឃើញពីការប្រើប្រាស់យ៉ាងទូលំទូលាយនិងកិច្ចការរូបភាពដ៏អស្ចារ្យនៃភាសាខ្មែរសម័យកាលនោះភាសាខ្មែរបានបញ្ចេញឥទ្ធិពលដ៏យូរអង្វែងគ្របដណ្ដប់ទៅលើភាសានៅក្នុងតំបន់ហើយឥទ្ធិពលនេះបានបង្ហាញឲ្យឃើញតាមរយៈការខ្ចីភាសានិងអក្សររបស់ខ្មែរមួយចំនួនធំទៅប្រើក្នុងភាសាដទៃមានដូចជានៅក្នុងភាសាថៃឡាវគួយស្ទៀងសម្រែចាំនិងភាសាផ្សេងៗទៀតរីឯភាសាអក្សរខ្មែរដែលខ្ចីពីសំស្ក្រឹតនិងបាលីដែលប្រើនៅភាគខាងត្បូងប្រទេសឥណ្ឌានិងអាស៊ីអាគ្នេយ៍អំឡុងសតវត្សទី5និងទី6នៃគ្រិស្តសករាជសិលាចារឹកខ្មែរដែលចំណាស់ជាងគេបំផុតត្រូវបានរកឃើញនៅស្រុកអង្គរបូរីខេត្តតាកែវនាភាគខាងត្បូងទីក្រុងភ្នំពេញនិងចុះការបរិច្ឆេទនៅក្នុងឆ្នាំ611សិលាចារឹកនៃសម័យបូរីអង្គរនិងសម័យអង្គរដែលមានអក្សរខ្មែរត្រូវបានរកឃើញពាសពេញអតីតអាណាចក្រខ្មែរលាតសន្ធឹងចាប់ពីសណ្ដោទន្លេមេគង្គដល់ទឹកដីដែលបច្ចុប្បន្នស្ថិតនៅភាគខាងត្បូងនៃប្រទេសឡាវភាគឦសាននិងភាគកណ្ដាលនៃប្រទេសថៃ